អីកុំអាចទៅមិនស៊ីស្ដាប់ខ្ញុំនិយាយសិនដល់ដំណាក់កាលនេះទៅហើយខ្ញុំនិយាយស្អីទៀតខ្ញុំស្វែងយល់ពិតមែនទេខ្ញុំនៅបានគ្រប់ដែរដើម្បីស្នេហាមានទទួលចុះមកវិញមានបបផ្លាញទឹកចិត្តរបស់ខ្ញុំម្ដងហើយម្ដងទៀតសំតើខ្ញុំរបស់ខ្ញុំពេលកន្លងមកទឹកថាគ្នារកឲ្យកាលឡើងទៅចុះចុះទៅពេលនេះទៅមានក៏បាននិយាយជាមួយខ្ញុំទៀតសំទៅតែមិនស៊ីខ្ញុំមិនចង់ធ្វើបាបលោកទៀតទេខ្ញុំមិនធ្លាប់គិតទេខ្ញុំមិននឹកស្មានពិតមែនព្រោះខ្ញុំស្មានពិតមែនមិនត្រូវការធ្វើอะไรខ្ញុំមិនជឿទេឃើញដែរទេរត់មិនឃើញទេហើយទៅបានវិញអញ្ចឹងធ្វើមិនទៅមកវិញហើយអញ្ចឹងបានជាម៉ាក់ធំក្លិនចំហាយដ៏ស្រស់ថ្លារបស់មាត់សមុទ្រភ្លៀងយ៉ាងម៉េចដែរនៅឯសមុទ្រអូគីណាវ៉ាស្អាតដែរទេម៉ាក់ចង់ឲ្យកូនឆាប់រៀបការដល់ហើយឲ្យម៉ាក់នេះបានទៅលេងជប៉ុនក្នុងឋានៈជាម្ដាយក្មេកតាំងមុនស៊ីមែនហើយសាន់ឆាយគេមានសម្ភារការជាមួយកូនទេហ៎ចុះកូននឹងគេក្នុងបន្ទប់ជាមួយគ្នាមានធ្វើអីដែរទេមិនមានការថើគ្នាខ្លះឬក៏បណ្ដាលគ្នាលេងមាត់សមុទ្រដែរទេយ៉ាងម៉េចហ៎ឬមួយក៏ខ្ញុំធ្វើឲ្យម៉ាក់ខកបណ្ដងហើយហេតុអីឬដែលម៉ាក់កំពុងនិយាយគឺគ្មានថ្ងៃកើតឡើងទៀតទេខ្ញុំអស់កម្លាំងណាស់ខ្ញុំសុំទៅគេងសិនហើយ
វាសាំឆ្ងាយមិនអាចទៅរើទេឥឡូវស្រឡាញ់អាជីងខ្លាំងណាស់ពេលយើងសិតតែដឹងទាំងអស់គ្នាតាប៉ុន្តែទស្សនាបតីឈិងហើយយកទៅនោះនិយាយថាជាងជារៀបការហើយមែនទេអញ្ចឹងបានជាឥឡូវមកពីបារាំងវិញវាដូចជាប្រែប្រួលខ្លាំងណាស់ចម្លែកមែនឬបែបនេះណាឯងទៅបាត់ពិសោធន៍ហើយគិតនិយាយពីយើងបានទេយើងក៏ទៅនិយាយពីឥឡូវហើយនឹងបំមកនេះប្រាប់ពួកឯងណាតើទៅក៏បង្ហើបពីឈ្មោះពួកគេទៀតឯងនឹងងងទេអីបើមិននិយាយពីឈ្មោះពួកគេមិនអាចដោះស្រាយបញ្ហាបានទេស្អែកនេះទៅរៀនគួរទៅជួបឥឡូវតើដើមតាយើងថាឈប់និយាយស្រាប់បានទេហ៎បានហាសើចិត្តទៅបារម្ភទៅបានដែរទេឬប៉ុណ្ណឹងអាចប្រើកម្លាំងបាយជាមួយមិត្តភក្តិឯងនិយាយទៅយើងមិនគួរប្រើកម្លាំងបាយជាមួយមិត្តភក្តិទេដូច្នេះយើងមិនលើកលែងឲ្យឥឡូវទេស្អីទៅឥឡូវយើងនិយាយថាឈប់និយាយទៅចាប់ពីពេលនេះតទៅឯងមិនមែនជាមិត្តរបស់យើងទេព្រោះឯងក្បត់យើងចាប់ពីពេលនេះតទៅណាអេហ្វរគ្មានរូបឯងទេអញទេកុំធ្វើចឹងអីទៅផ្ទះសេចក្ដីជាទៅថយចេញខ្ញុំផ្ដាច់ការតែតឹងទៅតាមមកស៊ីហេតុអីក៏ខ្ញុំទៅខំចិត្តខ្លាំងនេះគឺគាត់ទៅសុំទៅគេមិនថាពួកលោកឃើញតែមិនស៊ីដែរទេសួរដល់គេធ្វើអីខ្ញុំបើចង់និយាយសុំទៅមិនបាច់ទេរឿងនេះឆ្លុះជាមួយតាមមិនស៊ីហ្នឹងបើការសុំទៅបានផលចាំបាច់មានពលិសធ្វើម្យ៉ាងទៀតនិយាយទៅនេះក៏និយាយទៅដែរមានន័យថាម៉េចទេឥឡូវត្រូវអាស៊ីអញ្ចឹងទៅហើយក៏គ្មានក្រុម F4 ឲ្យទៀតដែរមិនអាចទៅរួចទេមិនក៏ទៅមិនរួចមិនស្មានថានេះជាមនុស្សដ៏សាហាវសោះធ្វើឲ្យយើងបែកបាក់គ្នាបានតាំងស៊ីមិនបាននិយាយទៅគឺកន្លែងទៅតាមនឹងបដិកម្មទៅតាមតែពួកពីបែកបាក់ខ្ញុំបំឡងស៊ីស្ដីញ៉ាំអីតិចទេអរគុណសុំទៅផងលើថាលោកទៅគេបណ្ដឹងចេញពីក្រុមអេសបខុសមកពីខ្ញុំហើយមានសុំទៅខ្ញុំព្រោះជិតនោះបើខ្ញុំមិនទៅមកស្ងាត់ទេខ្ញុំថាមិនព្រោះខ្ញុំចង់ថានៅគ្នាកំហុសទេអត់សុខរបស់ខ្ញុំទេខ្ញុំថាវត្តអាស័យពេលនេះប្រហែលជាបាក់នេះហើយ